យើងដឹងហើយថាជីវិតគឺជាការតស៊ូប៉ុន្តែការតស៊ូនោះមានក្តីសង្ឃឹមព្រោះមានព្រះជាអ្នកដឹកនាំយើងមិនអាចតស៊ូដោយកម្លាំងឬអំណាចខ្លួនឯងបានទេប៉ុន្តែតស៊ូដោយជំនឿលើព្រះក្តីសង្ឃឹមក្នុងព្រះគ្រីស្ទនិងពឹងផ្អែកលើអំណាចនៃព្រះវិញ្ញាណបរិសុទ្ធការតស៊ូបង្រៀនឲ្យយើងចេះអត់ធ្មត់ចេះជឿជាក់និងសង្ឃឹមកាន់តែខ្លាំងក្នុងព្រះគ្រីស្ទយេស៊ូវនៅពេលយើងជួបបញ្ហានិងការលំបាកជួបទេគ្រប់ទាំងសេចក្តីទុក្ខព្រួយទៅលើទ្រង់បិទទ្រង់តែងតែយកប្រតិទុកដាក់ចំពោះយើងទាំងអស់គ្នាសេចក្តីលំបាកនៅថ្ងៃណានោះគឺល្មមត្រឹមថ្ងៃនោះហើយព្រះអង្គមិនបោះបង់ហើយក៏មិនចាក់ចេញពីយើងដែរប្រសិនបើយើងតស៊ូរហូតដល់ទីបញ្ចប់នោះយើងនឹងមានជ័យជំនះនិងសេចក្តីសង្គ្រោះអាមែន